ចង់កាត់បន្ថយមុខមើលទៅស្លក់អត់មានសំណើមហើយមើលទៅដូចមនុស្សដែលងើបពីឈឺតែម្ដងហើយចំពោះបញ្ហានេះភាគច្រើនកើតទៅលើអ្នកដែលគាត់មានបញ្ហា stress ច្រើនគេងអត់គ្រប់គ្រាន់ឬក៏ហត់នឿយខ្លាំងអញ្ចឹងបើសិនជាចង់កាត់បន្ថយបញ្ហាមុខស្លក់អាចសាកធ្វើ3 technique នៅខាងក្រោមនេះបានទី1គឺការលាបប្រភេទ skin care ដែលតម្រូវទៅតាមស្បែករបស់យើងផ្ទាល់អញ្ចឹងចំពោះ skin care គឺយើងអត់អាចចោលបានទេគឺយើងត្រូវលាបជារៀងរាល់ថ្ងៃមិនថាពេលព្រឹកហើយនិងពេលយប់ពេលព្រោះថា skin care វាជួយកាត់បន្ថយបញ្ហាមុខស្លក់របស់យើងនឹងគឺបានច្រើនមែនទែនហើយបើសិនជាយើងអត់លាប skin care ឬក៏ផលិតផលផ្ដោតសំណើមអីផ្សេងទេមុខរបស់យើងនឹងគឺមើលទៅស្ងួតអត់មានសំណើមទេហើយមើលទៅគឺកាន់តែស្លក់តែម្ដងទី2ហ្នឹងគឺការបិទម៉ាស់ជាប្រភេទម៉ាស់ស្លឹកដោយសារតែជាប្រភេទម៉ាស់ស្លឹកវាអាចជួយផ្ដោតសំណើមឲ្យស្បែករបស់យើងនឹងគឺបានល្អហើយមួយទៀតគឺកាត់បន្ថយស្លក់បានច្រើនអញ្ចឹងយើងអាចធ្វើការបិទម៉ាស់មួយសប្តាហ៍ហ្នឹង2 ទៅ 3 ដងហើយនៅពេលដែលយើងបិទម៉ាស់ឬក៏ក្រោយពេលបិទម៉ាស់ហ្នឹងយើងអាចធ្វើការម៉ាស្សាមុខ3 ទៅ 5 នាទីបានកំឡុងពេលដែលយើងបិទម៉ាស់ទី3គឺចុងក្រោយគឺតាក់ទងជាមួយនឹងរបបអាហារដែលយើងញ៉ាំអញ្ចឹងអាហារយើងគួរតែញ៉ាំអាហារដែលជាប្រភេទទឹកស៊ុបអាហារដែលជាប្រភេទវីតាមីនផ្ដល់ឲ្យរាងកាយគ្រប់គ្រាន់ហើយមួយទៀតបន្លែអាចញ៉ាំជាបន្លែបៃតងផ្លែឈើអាចញ៉ាំជាប្រភេទផ្លែឈើដែលសម្បូរជាតិទឹកឬក៏ជាប្រភេទវីតាមីន C ហើយយើងអាចញ៉ាំទឹកតែក្តៅឬក៏ទឹកក្តៅអ៊ុនៗជាមួយនឹងក្រូចលឿងក៏បានដែរវាជួយកាត់បន្ថយមុខស្លក់ធ្វើឲ្យអារម្មណ៍របស់យើងនឹងគឺកាន់តែស្រស់ស្រាយតែម្ដងអញ្ចឹងបើសិនជាមានបញ្ហាមុខរាងស្លក់អត់សូវមានសំណើមឬក៏អត់សូវភ្លឺថ្លាអាចសាកធ្វើតិចនិច3នៅខាងលើនេះបាន